សួស្តីអ្នកនាងថ្ងៃនេះមកជួយជាមួយនឹងខ្ញុំបាទ BL ជួយនឹងផេក Mr. បាយម្ដងទៀតហើយបាទហើយថ្ងៃនេះខ្ញុំមកសង្ខេបរឿងកូរ៉េមួយដែលទើបតែចេញថ្មីក្តៅៗអូនៗនោះគឺជារឿង High School Return of a Gangster រឿងពិតជាល្អមើលខ្លាំងមែនតើណាគឺយើងអាចមើលបាន5 6ភាគម៉ាច់ជាតិខ្លាំងមែនតើគឺជាការផ្លាស់ប្ដូររាងកាយរវាងមេម៉ាហ្វេជាមួយនឹងសិស្សសាលាម៉ែត្រូវបានគេបូលីត្រូវបានគេធ្វើបាបជារៀងរាល់ថ្ងៃតែម្ដងម៉ែសាហាវហ្មងវាយរាល់ថ្ងៃអីរាល់ថ្ងៃគូរូបអីពេញខ្លួនចាក់ដោះគោអីពេញខ្លួនដល់ពេលវិញ្ញាណមេម៉ាហ្វេទៅក្នុងរាងកាយរបស់គេហើយគេនឹងចាប់ផ្ដើមសងសឹកជាមួយពួកអីអស់ហ្នឹងតែម្ដងម៉ែល្អមើលខ្លាំងអាចមានមើលបាន4 5ភាគជក់ចិត្តតែម្ដងហើយមិនចាំយូរទេក៏បានរៀបរៀងរឿងហ្នឹងយកមកសង្ខេបជូនអ្នកទាំងអស់គ្នាទស្សនាតែម្ដងវាជាតិខ្លាំងពេកហើយកុំឲ្យខាតពេលយូរនោះតើយើងចូលទស្សនាទាំងអស់គ្នាតែម្ដងតែប្រាំសេរីនេះជាមួយនឹងបរិសម្នាក់ខំប្រឹងរៀនខ្លាំងមែនទេគឺខំប្រឹងរៀនខ្លាំងណាស់ជាមួយនឹងគ្រូរបស់គេនឹងជាការរៀនបន្ថែមណាគេខ្ញុំពុទ្ធថាគាត់អាយុរៀនច្រើនដូច្នេះតែការរៀនបន្ថែមទៀតក៏ខំប្រឹងរៀនខ្លាំងណាស់ហើយថ្ងៃនេះដែរក៏ធ្វើលំហាត់អញ្ចឹងណាប៉ុន្តែឃើញថាធ្វើលំហាត់ដូចជាមិនត្រូវទេលោកគ្រូក៏បានកែទៅឃើញថាអូយខុសច្រើនខ្លាំងណាស់ឯរៀនបែបនេះគឺកាក់ខ្លាំងមែនទេបត់ខ្លាំងមែនទេអើយពិតជាអន់ខ្លាំងមែនទេស្ដីឲ្យផងនិយាយទៅឡើងស្ពឹកមុខតែម្ដងហើយគាត់មានឈ្មោះថាដងផាលណាគ្នាយើងកំពុងតែស្ដីឲ្យក៏មានអាហារពីខាងក្រៅថាលបងឥឡូវនេះខ្ញុំបានចាប់ជន់ក្បត់មកហើយលបងឆាប់ចេញមកសារពេលដែរបើកទ្វារមកក្រាក់មែនណាឃើញថាមកវាមកក្រុមឈរនៅមុខកន្លែងហ្នឹងតែម្ដងលោកគ្រូឃើញហើយមានអារម្មណ៍ថាចោមមានអារម្មណ៍ថាចោមហាមកលប៉ុនណាណៃភ័យខ្លាំងតែសារតែមុនហ្នឹងថាឲ្យដងផាលថាផងអីផងថារៀនបកែរៀនអត់អីចឹងណាបត់ក្នុងការរៀនអីចឹងទៅដល់ពេលឃើញចឹងចាប់ផ្ដើមភ័យខ្លួនឯងតែម្ដងចុំម៉ែគេវាយអញមិនទេភ័យហ្មងដងផាលពេលហ្នឹងបានប្រតិកម្មលោកគ្រូថាឲ្យលោកគ្រូចាប់ចាក់ចេញពីកន្លែងហ្នឹងទៅចាំគេឲ្យកូនចៅរបស់គេជួយទៅបន្តពីមកឃើញក៏បានលោតដៃលោតអីម៉ែឃើញសាក់ពេញណាពេញណៃទៅដល់គ្រូឃើញចឹងហើយតែភ័យថែមទៀតហើយដងផាលក៏បានដែរចេញទៅឲ្យកូនចៅរបស់គេដែលមានឈ្មោះថាចុងឈុលអាប៉ែម៉ាត់ហ្នឹងណាជួយលោកគ្រូទៅតែដល់លោកគ្រូក៏បានថាអូម៉ាច់ទេបាយរំខានទេខ្ញុំទៅខ្លួនឯងក៏បានដែរប៉ុន្តែចុងឈុលក៏បានថាអត់អីទេមេខ្ញុំបញ្ជាចឹងហើយត្រូវឲ្យជូនចឹងហើយបើបញ្ជូនប្រកាសជាស្លាប់របស់គាត់ជាមិនខានទេគាត់កាចខ្លាំងណាលោកគ្រូលើចឹងហើយតែភ័យថែមទៀតចំយ៉ាអញមកបរៀនមេយ៉ាគូសាតានេះម៉ែភ័យខ្លាំងមែនតើហើយកំពុងតែភ័យហ្នឹងដែរចូលទៅមានណាក៏ត្រូវបានអាមួយដែលគេចាប់មកហ្នឹងចាប់យកធ្វើជាចំណាក់ខ្មាំងខាងទៅយកកបត់ខ្ជុងថាលោកគ្រូភ័យខ្លាំងមែនតើដងផាត្បូងគិតថាអត់បែរមួយហ្នឹងទេប៉ុន្តែឃើញថាចាំលោកគ្រូរបស់គាត់ធ្វើជាចំណាក់ខ្មាំងចឹងហើយគាត់ត្រូវតែគិតពីសុខភាពគ្រូរបស់គាត់ក៏បានប្រតិកម្មមួយហ្នឹងថាមកឯងចូលមកវាយគ្នាមួយស្មើជាមួយយើងឆាប់ដោះលែងគាត់ទៅយើងតឲ្យឯងកំបិតនៅនឹងដៃហ្នឹងថែមទៀតអាមួយហ្នឹងលឺចឹងហើយគេមានអារម្មណ៍ថាចូលមកយើងចឹង steel ម៉ែគេបានដកកបត់ចាក់កាត់ដងផាតែម្ដងចាក់គឹបប៉ុន្តែដងផាចាប់កបត់គឹបយកតែម្ដងអត់ខ្លាចមុតដៃគ្នាយើងបន្ទាប់មកចាំការទៀតកបត់ដកប៉ងកញ្ចឹងកណាកន្លែងកហ្នឹងណាធ្វើអាមួយហ្នឹងស្លាប់នៅកន្លែងហ្នឹងតែម្ដងម៉ែនេះហើយគឺជាមេម៉ាហ្វៀនេះហើយគឺជាជើងខ្លាំងតម្រុំគាត់បានខ្លាំងចឹងតម្រុំគាត់បានធំចឹងណាមិនជួបរឿងតិចទេគ្នាយើងកូនចៅរបស់គេក៏បានចាក់ដៃខ្លាំងមែនតើអូអបអសាទោបងល្អខ្លាំងណាស់ខ្លាំងមែនតើមកខ្លាំងមែនតើហើយកូនចៅចំណិតរបស់គេមាន2នាក់អាប៉ែម៉ាមានឈ្មោះថាចុងឈុលហើយចំណែកមួយសង្ហាហ្នឹងមានឈ្មោះថាដងស៊ូបន្ទាប់ពីហ្នឹងមកគាត់ក៏បានទៅពេទ្យទៅអីរំរបួសរំអីហើយគាត់ធន់ជាមួយនឹងការងារក៏ដូចជាមុខរបស់គាត់ដែលជាម៉ាហ្វៀខ្លាំងតែឥឡូវនេះមេម៉ាហ្វៀធំមួយទៀតរបស់គាត់បានហើយគាត់ទៅជួបតែម្ដងគឺជាបោះរបស់គាត់ដែលចំផ្ទៃតំណែងឲ្យទៅកាន់ដងផាគឺជាអ្នកកាត់មិនថាចំនួនមិនថាកូនចៅរាប់ពាន់អ្នកទេចង់ឲ្យដងផាកាន់កាត់តែម្ដងប៉ុន្តែដងផារបស់យើងគាត់ចង់កាន់កាត់តែដោយសារតែចិត្តមួយគាត់ចង់ឈរពីសង្គមម៉ាហ្វៀនឹងតែម្ដងគាត់ចង់រៀនចង់អីចឹងដោយសារតែការពីមុនគ្រួសាររបស់គាត់ក្រពេកក៏អាចរៀនបានទេទើបគាត់ខ្លាចជាម៉ាហ្វៀចឹងឥឡូវនេះគាត់មានមុខមកក៏មានកិត្តិយសក៏មានលុយហើយដូច្នេះគាត់ចង់រៀនខ្លះចង់ប្រឡូសសង្គមអ្នករៀនសូត្រខ្លះចង់ដឹងថាជីវិតដែលចេះដឹងគឺបែបណាអញ្ចឹងណាគ្នាយើងមិនធំរបស់គាត់ក៏បានសួរថាឯងប្រឡងអញ្ចឹងឯងរៀនអញ្ចឹងបើសិនជាឯងរៀនចប់តែឯងចង់ធ្វើការអីតែឯងចង់រកស៊ីអីបើជីវិតរបស់ឯងសឹងតែមួយជីវិតទៅហើយឯងធ្វើជាម៉ាហ្វៀទៅហើយហ្នឹងឯងរៀនរាល់ថ្ងៃនេះប្រឡងរាល់ថ្ងៃតែឯងបានលេខប្រមាណដែរបានលេខល្អដែរឬអត់ដងផារបស់យើងក៏បានឆ្លើយទៅវិញថាអូខ្ញុំរៀនបកាយណាខ្ញុំខំប្រឹងរៀនខ្លាំងណាស់រាល់ថ្ងៃនេះបានលេខ7ហើយណោពិតជាល្អខ្លាំងមែនទែនហើយសិនក្នុងហ្នឹងគឺមាន7នាក់អញ្ចឹងបានន័យថាគាត់រៀនបានលេខចុងប៉ោយគេណាឃើញយើងសិបកាយចោតត្រានយោឃើញយើងដែរលឺពាក្យហ្នឹងហ៎បើដែរលឺពាក្យហ្នឹងសាប់តែសួរចាស់ក៏ដូចជាបងទៅដឹងហើយសិបកាយណាចោតត្រានយោនៅខាងក្រោមហ្នឹងអញ្ចឹងបានន័យថាលេខនៅខាងក្រោមហ្នឹងឯងជើតបលេខក្រោយគេហ៎តែទោះជាយ៉ាងណាក៏ដោយដងផាគាត់អត់ចូលចាញ់ដែរបន្ទាប់ពីហ្នឹងមកគាត់ក៏បានចាក់ចាញ់ពីកន្លែងហ្នឹងក៏ឲ្យកូនចៅរបស់គាត់ត្រឡប់ទៅផ្ទះមុនទៅទុកឲ្យគាត់បើកឡានទៅម្នាក់ឯងបើកបដាគិតបដាហ្នឹងដោយសារតែមេរបស់គាត់ចង់ឲ្យគាត់កាន់កាត់ដំណើរកាន់កាត់កូនចៅរាប់ប៉ុណ្ណាដូច្នេះក៏មានអារម្មណ៍ថាដូចរៀងទៅចិត្តដូចរៀងពិបាកចិត្តអញ្ចឹងណាឃើញយើងឈប់នៅកណ្ដាលផ្លូវក៏បានជួបប្រៃមួយនៅពេលហ្នឹងដែរក៏បានលឺសំឡេងក្មេងម្នាក់យំហិគាត់ក៏បានងាកទៅមើលឃើញក្មេងប្រុសម្នាក់កំពុងតែយំចង់លោតលើស្ពានហ្នឹងអញ្ចឹងណាឃើញគាត់ក៏បានថាអេឯងកុំលោតតែលោតទៅវាឈឺណាបើសិនជាអត់ងាប់ឈឺខ្លាំងមែនតើកុំលោតអីដល់ពេលហ្នឹងមួយ